จงขายดัดชอลជាប្រយោគដែលបុគ្គលិកមានប្រាក់បៀវត្សតែនិយាយនៅក្នុងក្រុមការងារជានិច្ចប៉ុន្តែប្រយោគនេះគឺជាការពិតឥតបំភ្លៃឡើយព្រោះការរស់នៅនឹងថ្លៃធ្វើដំណើរឡើងថ្លៃទ្វេដងនៅមានការចំណាយផ្សេងទៀតដែលបានកើនឡើងជារៀងរាល់ថ្ងៃបូករួមទាំងវិកយប័ត្រទឹកនិងភ្លើងបច្ចេកទេសទី1រក្សាទុកមុនពេលប្រើប្រាស់គន្លឹះសំខាន់គឺពេលប្រាក់ខែចូលមកកុំប្រញាប់ប្រើឲ្យសោះត្រូវផ្ទេរលុយចូលទៅក្នុងគណនីសន្សំជាមុនសិនព្រោះបើទុកពេលក្រោយមានទំនួលខុសក្នុងការហត់នឿយជាមួយនឹងអាហារការចំណាយលើការធ្វើដំណើរនៅពេលដែលអ្នកដឹងថាអ្នកកំពុងចាយលុយពីមួយខែទៅមួយខែដោយគ្មានសល់មួយកាក់មួយសេនាព្យាយាមកំណត់ថាតើយើងនឹងចំណាយប៉ុន្មានរៀងរាល់ខែបន្ទាប់មករក្សាចំនួននោះជារៀងរាល់ខែដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរដូច្នេះចូលយើងធ្វើការសម្រេចចិត្តនោះហើយដកប្រាក់ពីគណនីឲ្យសោះបច្ចេកទេសទី2ធ្វើម្ហូបដោយខ្លួនឯងធៀបនឹងការញ៉ាំអាហារក្រៅផ្ទះការចម្អិនអាហារដោយខ្លួនឯងអាចជួយឲ្យយើងចំណាយទ្វេដងក៏មានមុខម្ហូបមួយចំនួនដែលអាចទិញម្ដងបានប៉ុន្តែអាចធ្វើម្ហូបបានច្រើនមុខចម្អិនក្នុងបរិមាណច្រើនក្នុងពេលមួយហើយទុកក្នុងទូទឹកកកសម្រាប់ប្រើពេលក្រោយក៏ចំណេញដែរបច្ចេកទេសទី3កត់ត្រាចំណូលនិងចំណាយរបស់អ្នកការទទួលស្គាល់ប្រាក់ចំណូលនិងការចំណាយផ្ទាល់ខ្លួនវានឹងជួយយើងឲ្យដឹងពីទម្លាប់នៃការចំណាយផ្សេងៗនៅពេលទិញទំនិញរួចរាល់សូមរក្សាវិកយប័ត្រឬប្រសិនបើគ្មានសូមកត់ចំណាំទុកនៅពេលក្រោយប្រសិនបើខ្ជិលក្នុងការកត់ទៀតអ្នកក៏អាចសាកល្បងប្រើកម្មវិធីជាច្រើនសម្រាប់កត់ត្រាចំណូលនិងចំណាយលើពីនេះកម្មវិធីទាំងនេះក៏គណនាសមតុល្យឲ្យយើងបញ្ចប់ផងដែរវិធីសាស្ត្រនេះនឹងជួយយើងសន្សំលុយបនមួយក្តាប់វាក៏ផ្ដល់ឲ្យយើងនូវទិដ្ឋភាពទូទៅនៃការចំណាយក៏ដូចជារបៀបដែលយើងអស់លុយលើវត្ថុប្រណីបច្ចេកទេសទី4កំស្តុកទុកបច្ចុប្បន្ននេះមនុស្សនិយមទិញរបស់ដើម្បីស្តុកទុកប៉ុន្តែមានរបស់ខ្លះមិនគួរទិញទុកតែម្ដងទេដូចជារបស់ស្រស់ទឹកសាឡាត់ឬទឹកជ្រលក់ផ្សេងៗព្រោះសូម្បីតែរបស់ស្រស់ៗក៏អាចទុកក្នុងទូទឹកកកបានយូរដែរប៉ុន្តែក្នុងរយៈពេលជាច្រើនថ្ងៃក្រោយមកវាត្រូវបានបំភ្លេចចោលជាញឹកញាប់ក្នុងទូទឹកកកលើសទីនេះទឹកជ្រលក់ទឹកត្រូវបានគេប្រើប្រាស់ក្នុងផ្នែកតូចៗក្នុងពេលតែមួយវាត្រូវចំណាយពេលយូរណាស់ដើម្បីអស់អ្នកដឹងទេវានឹងផុតកំណត់បើតាមការណែនាំសូមទិញនៅពេលវាជិតអស់ហើយថែមទាំងមិនខ្ជិតខ្ចាយលុយដោយឥតប្រយោជន៍ថែមទៀតមកដល់សប្តាហ៍ថ្ងៃនេះមនុស្សប្រហែលជាមិនតិចអ្នកទេដែលមានអារម្មណ៍ចង់កាត់បន្ថយការចំណាយដ៏ច្រើនលើសលប់នេះប៉ុន្តែទោះជាខិតខំប្រឹងយ៉ាងណាក៏តែងមានរឿងដែលអ្នកត្រូវចំណាយលុយជាពិសេសពូកែចាយលុយប្រកាសជាគិតថាខ្លួនរកបានមិនដែលមានបញ្ហាជាមួយលុយកាក់នោះទេយ៉ាងណាក៏ដោយនៅពេលដែលអ្នកកណនីចំណូលនិងចំណាយឲ្យបានត្រឹមត្រូវនោះនឹងរកឃើញថាខ្លួនឯងចំណាយច្រើនហួសប្រមាណបន្តិចត្រូវចងចាំថាការធ្លុះធ្លាយតូចៗអាចពន្លិចអ្នកឲ្យលិចលង់ជាងការធ្លុះធ្លាយធំៗដូច្នេះហើយបើសិនដឹងខ្លួនថាខ្លួនឯងចំណាយហួសប្រាក់ខែឬហួសពីរំពឹងទុកសូមប្រញាប់ព្យាយាមផ្លាស់ប្ដូរទម្លាប់ហើយពេលនោះអ្នកនឹងរកឃើញថាវាពិតជាអាចកាត់បន្ថយការចំណាយបានយ៉ាងប្រសើរ1បង្កើតគណនីចំណូលនិងចំណាយបច្ចេកទេសនេះត្រូវបានចាត់ទុកថាជាមូលដ្ឋានសំខាន់បំផុតពីព្រោះគណនីចំណូលនិងចំណាយនឹងជួយឲ្យយើងដឹងពីអ្វីនិងចំនួនប៉ុន្មានដែលយើងចំណាយក្នុងមួយខែដូច្នេះយើងអាចរៀបចំផែនការចំណាយនៅពេលអនាគតបើសិនមិនដឹងគួរធ្វើយ៉ាងណាអ្នកក៏សាកល្បងប្រើកម្មវិធីសន្សំឬកម្មវិធីគណនីសន្សំដើម្បីជួយកត់ត្រាចំណូលនិងចំណាយវានឹងជួយធ្វើឲ្យវាងាយស្រួលនិងដឹងថាមួយថ្ងៃតើយើងគួរចំណាយទៅលើអ្វីឲ្យមានប្រយោជន៍2កំណត់គោលដៅសន្សំការមានប្រាក់សន្សំមានសារៈសំខាន់វានឹងផ្ដល់ឲ្យយើងនូវភាពស្ងប់ក្នុងចិត្តនិងមានលុយសល់សម្រាប់ចំណាយពេលខ្វះខាតឬគ្រាអាសន្នបើតាមបទពិសោធន៍យើងខ្ញុំសូមណែនាំឲ្យកំណត់គោលដៅសន្សំប្រាក់ដូចជាចង់សន្សំលុយដើម្បីធ្វើដំណើរទៅក្រៅប្រទេសចង់សន្សំលុយទិញផ្ទះឡានៅពេលដែលយើងមានគោលដៅច្បាស់លាស់យើងនឹងប្រាជ្ញាកាន់តែច្រើនក្នុងការសន្សំប្រាក់3រៀបចំផែនការចំណាយរបស់អ្នកជាមុនដំណាក់ខែសាកល្បងរៀបចំផែនការចំណាយរបស់អ្នកជាមុនសម្រាប់ខែបន្ទាប់តើយើងត្រូវចំណាយប៉ុន្មានក្នុងមួយខែនិងប៉ុន្មានក្នុងមួយថ្ងៃការរៀបចំផែនការចំណាយរបស់អ្នកជាមុននឹងជួយឲ្យអ្នកគ្រប់គ្រងការចំណាយកុំរយលើសពីថវិការបស់អ្នក4ជៀសវាងការចំណាយហួសហេតុមុននឹងទិញអ្វីគ្រប់ពេលសាកល្បងស៊ើខ្លួនឯងជាមុនថាតើវាពិតជាចាំបាច់ឬអត់ឬគ្រាន់តែចង់តាមគ្នាឬដើម្បីមានប្រើនឹងគេប្រសិនបើអ្នកគ្រាន់តែចង់បានប៉ុន្តែវាមិនចាំបាច់ទេអ្នកគួរតែជៀសវាងការចំណាយហួសហេតុនេះ5ស្វែងរកសកម្មភាពដើម្បីធ្វើនៅពេលទំនេររបស់អ្នកការស្វែងរកសកម្មភាពដែលត្រូវធ្វើអំឡុងពេលទំនេររបស់អ្នកនឹងជួយកុំឲ្យអ្នកចង់ចេញទៅក្រៅនិងចំណាយប្រាក់ច្រើនយើងខ្ញុំសូមណែនាំឲ្យរកសកម្មភាពដែលមិនចំណាយប្រាក់ឬចំណាយប្រាក់តិចតួចដូចជាការហាត់ប្រាណឬទៅលេងឧទ្យានទៅអានសៀវភៅនៅបណ្ណាល័យជាដើម
6ប្រាសាទប្រាក់ចំនួនឲ្យកាតអ៊ីនុទៀនការប្រើប្រាស់សាច់ប្រាក់ចំនួនឲ្យកាតអ៊ីនុទៀននឹងជួយអ្នកក្នុងការគ្រប់គ្រងការចំណាយរបស់អ្នកកាន់តែងាយស្រួលដោយសារតែយើងនឹងឃើញលុយពិតប្រាកដថាវានៅសេសសល់ប៉ុន្មាននាពេលនេះ 1. រកលេសមូលហេតុចម្បងនៃការសន្សំលុយមិនបានគឺលេខខ្លួនឯងថាមានការចំណាយច្រើនដែលត្រូវទទួលរ៉ាប់រងឬទទួលបន្ទុកដូចជាការជួលកន្លែងថ្លៃដាក់រថយន្តឬបង់ថ្លៃសិក្សាថ្លៃខណៈអ្នកដែលអាចសន្សំប្រាក់នឹងចេញមករកដំណោះស្រាយសម្រាប់ខ្លួនគេព្រោះនៅពេលកត្តាខាងក្រៅមិនអាចដោះស្រាយបានអ្នកត្រូវចាប់ផ្ដើមពីខ្លួនឯងឧទាហរណ៍ថាថ្លៃឈ្នួលថ្លៃតើអ្នកគួរធ្វើយ៉ាងណាដំណោះស្រាយគឺត្រូវផ្លាស់ទីទៅកន្លែងថោកជាងឬកាត់បន្ថយការចំណាយដែលមិនចាំបាច់ផ្សេងទៀត 2. ប្រៀបធៀបខ្លួនទៅនឹងអ្នកដទៃមនុស្សភាគច្រើនដែលមិនអាចសន្សំបានមានលក្ខខណ្ឌនៃការសម្រេចចិត្តស្រដៀងគ្នាមួយបើអ្នកដទៃអាចធ្វើបានយើងអាចធ្វើបានឧទាហរណ៍ឃើញអ្នកលូដើរលេងក៏គិតថាយើងក៏អាចទៅដែរឃើញមនុស្សនេះទិញរបស់ថ្លៃៗនឹងគិតថាយើងអាចទិញវាបានដូចគ្នាទោះជាយ៉ាងណាក៏មិនភ្លេចថាម្នាក់ៗមានចំណូលខុសគ្នារចនាសម្ព័ន្ធគ្រួសារតម្លៃនិងហិរញ្ញវត្ថុខុសៗគ្នានៅពេលដែលអ្នកចំណាយលុយច្រើនពេកលើជីវិតអ្នកដទៃអ្នកនឹងបញ្ចប់ដោយមិនមានលុយទាល់តែសោះចូលចាំថាយើងមិនត្រូវមានអ្វីៗគ្រប់យ៉ាងដូចអ្នកដទៃនោះទេ 3. រវល់រហូតដល់អស់កម្លាំងអ្នកដែលមិនសន្សំលុយតែងតែរវល់នេះមិនសំដៅដល់ការងារឡើយតែអ្នកខ្លះបានធ្វើឲ្យខ្លួនឯងហត់ខ្លាំងហើយក៏ទិញកាដូលួងចិត្តថ្លៃធ្វើឲ្យមានការចំណាយកាន់តែច្រើនការសម្រេចចិត្តបែបនេះនឹងធ្វើឲ្យទិញច្រើនពេកឬព្យាយាមចំណាយលុយដើម្បីដោះស្រាយអ្វីៗទាំងអស់ប៉ុន្តែចំពោះមនុស្សដែលសន្សំលុយបានល្អបែរធ្វើអ្វីមួយរហូតដល់ហត់ខ្លាំងនឹកសម្រាកយកភាពស្រស់ស្រាយនៅពេលដែលរាងកាយមានតុល្យភាពការពិចារណាលើការសម្រេចចិត្តណាមួយនឹងកាន់តែប្រសើរឡើងនេះជាអត្ថកម្បាំងដើម្បីជួយសន្សំប្រាក់ 4. ជាចម្បងទិញរបស់ថោកមូលហេតុមួយផ្នែកសម្រាប់អ្នកដែលសន្សំតិចគឺគិតពីតម្លៃថាថោកជាចម្បងចំណែកអ្នកដែលសន្សំលុយមិនកំណត់តម្លៃវត្ថុតាមតម្លៃនោះទេប៉ុន្តែនឹងពិចារណាថាចាំបាច់ឬអត់ឧទាហរណ៍ថាចង់ទិញបន្លែធ្វើម្ហូបអ្នកអាចទិញវាបានទោះបីជាវាមិនមានលក់ក៏ដោយឬប្រសិនបើអ្នកត្រូវការប្រើគ្រឿងអគ្គិសនីថ្លៃវាមិនមានបញ្ហាពេលគិតបែបនេះនឹងមានលទ្ធផលក្នុងការទិញតែរបស់ចាំបាច់កុំខ្ជះខ្ចាយលុយរបស់អ្នកលើរបស់ហួសហេតុបើមិនដូច្នេះទេអ្នកមានប៉ុន្មានក៏អស់ដែរ 5. ទំនាក់ទំនងគ្រួសារមិនរលូនអ្នកខ្លះរៀបចំហើយមានគ្រួសារតើអ្នកធ្លាប់ត្អូញត្អែរប្រាប់ប្តីទេហេតុអ្វីបានជាប្រាក់ខែមិនឡើងហេតុអ្វីបានជាខ្ជះខ្ចាយលុយគ្រប់ពេលអ្នកមិនអាចបន្ទោសប្តីរបស់អ្នកនៅម្ខាងបានទេសំណាងហិរញ្ញវត្ថុមិនចូលចិត្តអ្នកត្អូញត្អែរទេដូច្នេះត្រីរីករាយនឹងមានគំនិតវិជ្ជមានតាមពិតរឿងទាំង5នេះជាអកវិការធម្មតាក្នុងជីវិតប្រចាំថ្ងៃប៉ុន្តែវាជាចំណុចរបត់សម្រាប់ភាពខុសគ្នារវាងអ្នកដែលសន្សំនិងអ្នកមិនធ្វើគ្រាន់តែផ្លាស់ប្ដូរទម្លាប់មួយតិចហោរាសាស្ត្រហិរញ្ញវត្ថុប្រកាសជារត់រកអ្នកវិញមិនខានទេ 1. Ingvar Kamprad ស្ថាបនិក IKEA លោក Ingvar មានទ្រព្យសម្បត្តិសរុបប្រមាណ $43,800 ហើយគឺជាអ្នកមានបំផុតនៅអឺរ៉ុបប៉ុន្តែអ្នកប្រហែលជាមិនដឹងថាលោកធ្វើដំណើរនៅក្នុងថ្នាក់សេដ្ឋកិច្ចញ៉ាំអាហារថ្ងៃត្រង់នៅហាងកាហ្វេក្នុង IKEA និងនៅតែបើកបររថយន្ត Volvo ដែលមានអាយុកាលរាប់10ឆ្នាំលើសពីនេះពេលខ្លះលោកនៅតែជិះឡានក្រុងដដែល 2. Warren Buffett ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោក Warren គឺជាមហាសេដ្ឋីឆ្លាតវៃមានទ្រព្យសម្បត្តិនៅសល់$74,000 អាមេរិកធ្វើឲ្យលោកជាអ្នកមានបំផុតនៅលើពិភពលោកប៉ុន្តែមិនថាមានប៉ុន្មានទេលោកបានត្រឡប់ទៅផ្ទះតូចមួយដែលទិញនៅក្នុងតម្លៃ$31,500តាំងពីឆ្នាំ1958លោកគឺជាពូឆ្លាតហើយពុំមានទូរស័ព្ទដៃមិនមានកុំព្យូទ័រនៅតុទេលោករស់នៅជីវិតដោយការទទួលទានអាហារសាមញ្ញជារបស់ខាងខ្លួនឯងផ្ទាល់ដូចជាកូកាកូឡា5កំប៉ុងមួយថ្ងៃនិងដំឡូងបារាំង 3. Charlie Ergen ប្រធានក្រុមហ៊ុន Dish Network Charlie មានទ្រព្យសម្បត្តិ$9,900ត្រូវបានគេស្គាល់ថាជាអ្នកសន្សំសំចៃបំផុតព្រោះថ្ងៃនេះលោកនៅតែខ្ចប់កញ្ចប់ម្ហូបអាហារដូចជាសាំងវិចឬនំប៉័ងមកញ៉ាំអាហារថ្ងៃត្រង់រាល់ថ្ងៃហើយលោកបានតែប្រើយ៉ានជំនាញក្មួយមួយក្នុងការធ្វើដំណើរទៅធ្វើការលោកមិនដែលមើលងាយលុយតោះតែសោះទូលុយប៉ុន្មានក៏ដោយការសន្សំសំចៃរបស់លោកមកពីការស្ដាប់រឿងកថាកុមិកភាពរបស់ម្ដាយលោកនឹងធំឡើងក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចនិងនេះហើយគឺជាអ្វីដែលធ្វើឲ្យលោកជាអ្នកសន្សំសំចៃរហូតមកដល់ថ្ងៃនេះ 4. Mark Zuckerberg ស្ថាបនិកនិងជានាយកប្រតិបត្តិ Facebook
โลกมากตัวใบจีโลกมีนตรบสมบัติ$70,000ก็ด้อยแต่โลกมีนระเบียบชีวิตสามัญบำพดโลกโจจิตสลีเปียกธรรมดาจีมวยเอายุธรรมดาเอากระนะหนึ่งข้าวกับใบใต้ปันเนาะโบกจีมวยหนึ่งตำไลสำเร็จบำเปียในโลกสลีกก็มันทลายด้วยเงินกิดได้ปรำอามันซิโยโอเดกาสถาปนิกอินดิเท็กซ์หนึ่งมะซาราโลกอามันซิโยมีนตรบสมบัติ$82,000บ้านคือไอโลกจีเนะมีนบำพดลุนดับติใบเนเลยปิภพโลกบรรทายก็เหมือนบ้านคือไอโลกจีเนะจ่ายลุยโนได้โลกบ้านบรรทอรูปนือชีวิตสามัญจิจรันชนะหมอกหายรูปเนื้อประเทศละเวงจีมือประปุ้นเนื้อประเทศเอสปานเตยห่างกาแฟดามนึกโตเตียนอาหารถอยตรองเนื้อโรงจะระบาดครมหุนจีมวยบกลึกโลกก็เจมนุมเนะได้จูจัดเสียเปะธรรมดาตู้ใบเจมาจารมาหมดเอสปานก็ได้โลกเปะเอาปัวนี้ปัวซอนึ่งข้าวประแพร่ประจำทั้งไงดอแดลตู้ใบจีเนะคละนิยายท้าโลกมันแมนจีเนะสันซ้อมสันใจก็ได้โลกมันใจยุนฮอนไอกระจนดำไหลไส้$10,000ปันต้ามันบานถือดำหน้าหยึกยอบไหลดาวซาแต่โลกมีการเงียระวนกระเปลประมวยอาซิมเปรมจีประเทียนกรมหนวิโปร LTD โลกอาซิมจีสหกรณ์ตะเชวิเชียดอมเมียบำพดระบาอันเดียอายุ71ฉะนั้นมีทรัพย์สมบัติ$5.6 ปันตายกอดเนเตรุ่มเนยแบบสามัญสนสมสำใจมันท่าทัวดำนาปีอากาศเย็นทานเติบเตะโดยก้องใบกอดก็ทัวดำนาตามเกิดไอธนสนสมสำใจเลยยนฮอเบิกลานจะจูหนึ่งประเมียนบุกลึกเอาบุดเพลืองรอลเปม้วนเปตรลอบมักเตวิงปรำปีคาร์โลสสลิมเฮลูสถาปนิกกรมหุ่นกรุ๊ปโปกาโซโลกคาร์โลสมีตรบสมบัติ$63.2 ระหุดอกอดคลายเชียเนี่ยมีบำฟัดเนอเม็กซิกปันตายกอดมันมียนห่อไอกระจุนตุกตุ่มเนือบเตรวมแต่งกายเบิร์กรถยนต์ Mercedes-Benz จากไต้ปนุไฮกอดเนอแต่รู้เนอขนมเตียกำมวยบรรทุบเกงโดดายล์ได้มีระยะเปลชิงบุญสับชนำหายเนอขนมโปรเตเม็กซิกไฮเนอแต่โจจิตเฟิร์มโฮบจิมวยโกนหนึ่งเจ้าใจระบกอดเนอเตียเชียประจำจำนวนออยกายยกลุยปีอาชีวกรรมเตยจำนายเลือระบอแดดเตากาหรือระบบเสียงเตียดปังตายคาร์ลอสบ้านยกลุยนุหมอกอภิวัตเศรษฐกิจหนึ่งครุ่มหนโดยซาแต่กอดกิดเอาไว้ได้ยินเราเถือคือปงริกเวียจีมวยหนึ่งก้าวินิโยกทำไมบรรทายเตียดหรือใจใจตัวคนไลฟ์เสียงพระใบจูดี้ฟอกเนอร์สถาปนิกกรมหน Medical Software โลกจูดี้มีทรัพย์สมบัติปันสมานจำนวน$4.84 ปันแต่มันได้จำนายปรักหัวแหดเบกทีขนงระยะเป็นดับพรำชนะบนตัวจูดี้เมียนลานแต่ปีปันเนาะหายบานรุดเนยจิมวยปดีระบะเนียงเนื้อขนงเปียเจกรงวิสคอนซินอระยะเป็น7ใบตู้สวอตหายเนียงบานบริจาคพระเปียกันดาในทรัพย์สมบัติระบะเนียงเตออ้อยเน็ตควักขาดพดาลอ้อยโปเกเนออาหาสำเลียบำเปียกตีจมโรสุขเพียบละอ้อหนึ่งก้าอบรมมวยตัวบ้านกำหนดตามวิธีตรำเต๋อมัดชูใบดอกไปนิยมมวยขนงกาจำรุงตึกจัดหนึ่งบังการพนอดกำหนดดอสัมโบแบบคือบังการกรงปรึกษาพยาบาลจากโควิไซเฮรังวัตถุเนตรดารูพีบสำรองเลือกตึกจัดหนึ่งโกลดาวเฮรังวัตถุเนื้อกันไลนามวยหนึ่งพิววีเนื้อกันไลได้ไอเคยวีจีเรียงรอดไงระเบิดนี้ช่วยเอาเมื่อเคยโกลดาวเฮรังวัตถุระบาดเนประจำไงนึ่งช่วยการเลือกตึกจัดจัดคือจีวัตถุดอมเมียนธรรมปลจีพิเศษเนเปียวดาวีหมกดอลพนอดกำหนดลุยระบาดเนหนึ่งบังหายมหจตาจองบานประสันบานเนเมียนพนอดกำหนดมันล้อเนหนึ่งบรรทอทเวการสำหรับจิตแผนกแหงวัตถุมันล้อทั่วอ่อยกรอเนไอพลาปโดปีพนอดกำหนดเนกรอเต้ยจีพนอดกำหนดเนเมียนดอยบังเกิดตุ่มลบตรำเตรปีบังเกิดพันกาแหงวัตถุจุมเฮียนโดทมมวยอัมปีระเบียบดำใบแต่ตัวบานเนเมียนปีขมิ้นเอาไว้ซ้อคือการบังเกิดพันกาแหงวัตถุมีนสำรองสำเดยมวยบานเลือกลางแท้ประสันบานเนปราเจขนงการเรียบจอมเตรียมคล้วนดำใบปราเจจีพิเซนเปียวดานิเยอัมปีแหรังวัตถุจุมเฮียนเดทมมวยอัมปีระเบียบดำใบตัวบานเนเมียนปีขมิ้นเอาไว้ซ้อตีกาบังการแผนก้าแหรังวัตถุเบยจับประดามตอนเปลกาลนาเนจับประดามดักลุยอ้อยทัวกากันแต่ชับเนหนึ่งเตอสันซองติกจีเรียงรอดแค่ดำใบสำเร็จอ้อยบานโก้ดาวโดยซาธามปลประกำรงอุติห่อบาจับประดามเนอายุมาพลีใบชน้ำเนหนึ่งเตอสันซอมประแห่$10,000ขนมมือทั้งไงดำใบคลายชีมหาเศรษฐีเนอายุ60 ปีชน้ำบุญหุ้มปอดคล้วนหนึ่งมนุษย์ล้อฉบับติบุญขนมกาก็สร้างตรบสมบัติคือเตอหุ้มปอดคล้วนหนึ่งมนุษย์ได้ประสายจึงแหน่ขนมกรุ๊ปตีเถนในชีวิตก้มตุกกรูซาจีแฮดได้มันสำเร็จก็ได้สรุปบนระเบิดคล้วนเอาซอปล้ำเตอเมื่อไทยคล้วนไอจีมุนสัน
ក្បួនទី5នៃការកសាងទ្រព្យសម្បត្តិគឺត្រូវថែរក្សាខ្លួនឯងជាមុនសិនទម្លាប់សុខភាពអាក្រក់បង្កើតសំណាងអាក្រក់នេះគឺជាសំណាងមួយប្រភេទដែលជាផលនៃទម្លាប់អាក្រក់អកប្បកិរិយាមិនល្អនិងការសម្រេចចិត្តមិនល្អ6ត្រូវរៀបការជាមួយមនុស្សឆ្លាតច្បាប់ទី6ក្នុងការកសាងទ្រព្យសម្បត្តិគឺរៀបការជាមួយមនុស្សឆ្លាតហេតុអ្វីពីធម៌ប្តីឬប្រពន្ធដ៏ល្អអាចជាមេគុណនៃកម្លាំងដ៏ធំមួយនៅពេលដែលនិយាយអំពីការកសាងទ្រព្យសម្បត្តិ7បង្កើតលហូរនៃប្រភពចំណូលច្រើនមហាសេដ្ឋីទាំងឡាយនិយាយថាបើអ្នកចង់រកលុយធំអ្នកមិនអាចស្កប់ស្គាប់ជាមួយប្រភពចំណូលតែមួយទេខាដូនដែលជំពាក់បំណុលគេយ៉ាងជ្រៅនិតនិយាយថាអ្នកមិនអាចក្លាយជាអ្នកមានបានដោយគ្មានលហូរនៃប្រភពចំណូលច្រើនទេ8អាននិងអប់រំខ្លួនឯងជានិច្ចអ្នកមានមិនត្រឹមតែធ្វើការពីមុខគេក៏រកពេលអានគេអានសៀវភៅអប់រំនិងកែលម្អខ្លួនឯងខរីបានរកឃើញថាតែ8%នៃអ្នកដែលមានប្រាក់ចំណូលទាបបានអានសៀវភៅអប់រំឬកែលម្អខ្លួនឯងគាត់បានសរសេរថាជោគជ័យទាមទារការរីកចម្រើនការរីកចម្រើននោះកើតឡើងពីការអាននិងអប់រំខ្លួនឯងជារៀងរាល់ថ្ងៃ9វិនិយោគឥតឈប់ឈរចំនួនទឹកលុយដែលអ្នកវិនិយោគមិនសំខាន់ទេប៉ុន្តែបើអ្នកវិនិយោគជាប់អ្នកនឹងឃើញរង្វាន់មកដល់អាស្រ័យលើចំណង់ចំណូលចិត្តនិងកាលៈទេសៈអ្នកអាចជ្រើសរើសឧបករណ៍រយៈពេលវែងឬខ្លីចំនួនមួយមានទានផលនិងទម្រង់ហានិភ័យផ្សេងៗដើម្បីបង្កើនផលចំណេញនៃការវិនិយោគចំណុចគឺត្រូវបង្កើតទម្លាប់នៃការដាក់មូលដ្ឋានជាប់ក្នុង portfolio វិនិយោគរបស់អ្នកផ្ទុយពីគណនេយ្យសន្សំដូច្នេះអ្នកអាចទទួលបានអត្ថប្រយោជន៍ពីប្រាក់ចំនួនខ្ពស់ដែលទិនរកឃើញការវិនិយោគបានឆាប់ច្រើនដែលអាចបង្កើតលុយបានអ្នកអាចក្លាយជាអ្នកនិពន្ធឯករាជ្យនៅលើវេទិកាបំប្រាក់សរសេរនៅលើ blog ក្លាយជាអ្នកបង្កើតមាតិកាឬលក់ទំនិញនៅលើទីផ្សារដែលមានជំនួយពីប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបង្កើនការលក់4ជៀសវាងទម្លាប់នៃការត្អូញត្អែគ្រាន់តែត្អូញត្អែមិនអាចដោះស្រាយបញ្ហាបានទេអ្វីដែលមានពិតជាធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញដោយសារថាមពលអវិជ្ជមានរបស់អ្នកព្រោះពេញមួយថ្ងៃតែងតែពោពេញទៅដោយការត្អូញត្អែព្យាយាមជំនួសទម្លាប់អាក្រក់ដែលតែងតែត្អូញត្អែដោយផ្ដោតលើដំណោះស្រាយដូចនេះស្ថានភាពហិរញ្ញវត្ថុដ៏រញ៉េរញ៉ៃរបស់អ្នកអាចជួសជុលបានភ្លាម5ទទួលយកខ្លួនឯងតើការទទួលយកខ្លួនឯងត្រូវធ្វើអ្វីខ្លះជាមួយនឹងបញ្ហាហិរញ្ញវត្ថុរញ៉េរញ៉ៃមិនមែនជាបញ្ហាហិរញ្ញវត្ថុប៉ុន្មាននោះទេព្រោះអ្នកដាក់អត្ថប្រយោជន៍រូបភាពខ្លាំងពេកឧទាហរណ៍ប្រាក់ខែរបស់អ្នកអស់ដើម្បីបង់រំលោះលើរបស់របរផ្សេងៗដែលអ្នកមិនចាំបាច់ទិញការសម្រេចចិត្តទិញគឺដោយសារតែបំណងប្រាថ្នាដើម្បីទទួលបានការទទួលស្គាល់ដូច្នេះចាប់ពីពេលនេះតទៅព្យាយាមទទួលយកខ្លួនឯងឲ្យបានច្រើនប្រសិនបើអ្នកមិនមានលទ្ធភាពទិញរបៀបរួមលើដ៏ប្រណិតទេត្រូវតែទទួលយកវាទាំងអស់ខាងលើនេះជាគន្លឹះមួយចំនួនសម្រាប់ដោះស្រាយលក្ខខណ្ឌហិរញ្ញវត្ថុដ៏រញ៉េរញ៉ៃយើងខ្ញុំសង្ឃឹមថាវាអាចជួយអ្នកឲ្យអ្នកជំនះបញ្ហានេះបានដោយជោគជ័យលោកយឹមលៀតបានលើកឡើងនៅក្នុងកម្មវិធីផ្សព្វផ្សាយស្ដីពីប្រាក់រៀលប្រព័ន្ធបាកងនិងប្រព័ន្ធ KAQR នាខេត្តតាកែវនៅព្រឹកថ្ងៃទី30ខែមេសាឆ្នាំ2025នេះថាប្រាក់រៀលបានទទួលការទុកចិត្តនឹងការប្រើប្រាស់កាន់តែច្រើនក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាពិសេសនៅតាមតំបន់ជនបទដែលប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយទាំងក្នុងសកម្មភាពរកប្រាក់ចំណូលចំណាយនិងសន្សំជាក់ស្ដែងតាមលទ្ធផលនៃការស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជាសហការជាមួយអង្គការ UNDP នៅឆ្នាំ2023នេះបានបង្ហាញថាកម្មករនិយោជកដែលរស់នៅតាមបណ្ដាខេត្តចាយវាយប្រចាំថ្ងៃទៅលើទឹកភ្លើងម្ហូបអាហារសម្លៀកបំពាក់ការធ្វើដំណើរកម្សាន្តនិងថ្នាំសង្កីមានរហូតដល់ទៅ 92% នៃចំណាយសរុបគឺជាប្រាក់រៀលក្នុងនោះកម្មករនិយោជកដែលរស់នៅរាជធានីភ្នំពេញមានរហូតដល់ទៅ 82% ជាប្រាក់រៀលនៃចំណាយសរុបលោកយឹមលៀតក៏បានបញ្ជាក់ដែរថាបច្ចុប្បន្នចំពោះប្រាក់ខែរបស់កម្មករនិយោជកសប្តាហ៍ថ្ងៃនេះភាគច្រើនគឺជាប្រាក់ដុល្លារនៅឡើយដោយក្នុងនោះតាមការស្រាវជ្រាវដដាលបានបង្ហាញថា 92% ដែលកម្មករនិយោជកត្រូវដូរជាប្រាក់ដុល្លារមកជាប្រាក់រៀលដើម្បីចាយវាយក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេលោកថា
ដូចនេះប្រសិនទាំងអ្នកលក់និងអ្នកទិញប្រើប្រាស់ប្រាក់រៀលតែមួយនោះគឺនឹងអាចជួយដល់ការលក់ដូរឲ្យមានភាពឆាប់រហ័សងាយស្រួលនិងមិនចាំបាច់ពិបាកគិតគូរដល់អត្រាប្តូរប្រាក់នោះទេក្នុងនោះដែរលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជាដោយសហការជាមួយធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ2017បានបង្ហាញថាសម្រាប់ខេត្តតាកែវទិន្នន័យស្រាវជ្រាវបង្ហាញថាមធ្យមប្រមាណ 80% នៃចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋត្រូវបានធ្វើឡើងជាប្រាក់រៀលលោកយឹមលៀតបន្ថែមថាទោះយ៉ាងណាវឌ្ឍនភាពនៃការប្រើប្រាស់ប្រាក់រៀលនេះនឹងបើទោះបីជាតម្លៃប្រាក់រៀលរក្សាបានលំនឹងល្អដោយមានតម្លៃជាមធ្យមប្រមាណ $4.50 រៀល$1នៅក្នុងរយៈពេលជាង2ទសវត្សរ៍ចុងក្រោយក៏ដោយក៏បានត្រឹមតែទប់ស្កាត់កម្រិតដុល្លាររូបិយកម្មមិនឲ្យកើនឡើងទៀតប៉ុណ្ណោះព្រោះការប្រើប្រាស់ដុល្លារអាមេរិកនៅមិនទាន់ថមថយនៅឡើយជាពិសេសនៅរាជធានីភ្នំពេញនិងតាមទីប្រជុំជននៅតាមបណ្ដាខេត្តដែលការប្រើប្រាស់ដុល្លារអាមេរិកនៅបន្តមានកម្រិតខ្ពស់បើធៀបនឹងប្រាក់រៀល